ក្មេងដែលទើបតែមានផ្ទៃពោះបានមួយសប្តាហ៍បានលោតចេញពីយ៉វីឡារបស់នាងប៉ុន្តែនៅពេលដែលនាងធ្លាក់ចុះកម្លាំងអថាកបាំងបានរុញនាងឲ្យឡើងវិញវាបានបង្ហាញថាមនុស្សប្រុសម្នាក់បានជួយសង្គ្រោះនាងគាត់បានប្រាប់ស្ត្រីអ្នកមាននោះថាមិនយូរប៉ុន្មាននាងក៏លុយចុះទៅជាន់ក្រោមហើយរកឃើញបុរសនោះនៅក្នុងបន្ទប់ក្រោមដីនាងបានសុំឲ្យគាត់ជួយនាងឲ្យគេចេញពីកន្លែងនេះប៉ុន្តែកូននៅក្នុងពោះរបស់នាងនឹងធ្វើឲ្យជីវិតរបស់នាងកាន់តែប្រសើរឡើងទោះជាយ៉ាងណាក៏ដោយស្ត្រីអ្នកមាននោះបដិសេធមិនស្ដាប់ផ្ទុយទៅវិញនាងបានដោះសាយនគររបស់នាងសកម្មភាពនេះបានធ្វើឲ្យភ័យខ្លាំងណាស់បន្ទាប់មកគាត់ក៏ចាប់ផ្ដើមផ្លាស់ប្ដូររូបរាងរបស់គាត់បន្ទាប់ពីប្ដូរទៅជាទម្រង់ផ្សេងៗគ្នាជាច្រើនគាត់ក៏បានក្លាយជាសត្វចម្លែកក្បាល3វាបានបង្ហាញថាបុរសនោះមិនមែនជាបេសាយទេតតែសោះគាត់ពិតជាបេសាយដែលរស់នៅក្នុងសេកេបន្ទាប់ពីត្រឡប់ទៅរូបរាងដើមវិញគាត់បានប្រាប់នាងថាគាត់អាចផ្ដល់អំណាចឲ្យនាងដើម្បីសងសឹកដូច្នេះស្ត្រីអ្នកមាននោះក៏ផឹកសឹកនោះវិញបេសាយនោះក៏បានប្រែរូបរាងទៅជាបុរសនោះម្ដងទៀតបន្ទាប់មកគាត់ក៏បានស្បត់អំណាចមេថ្មដល់ស្ត្រីអ្នកមាននោះពោះរបស់ស្ត្រីអ្នកមាននោះក៏ចាប់ផ្ដើមឈឺនាងហេបនឹងសម្រាលកូនម្ដាយរបស់នាងក៏ប្រញាប់ចូលមកហើយនាំនាងត្រឡប់ទៅបន្ទប់វិញមិនយូរប៉ុន្មានក្មេងស្រីម្នាក់ក៏បានកើតដោយជោគជ័យប៉ុន្តែមុនពេលដែលស្ត្រីអ្នកមាននោះអាចឃើញនាងបានកូននោះត្រូវបានម្ដាយរបស់នាងយកទៅបាត់ក្រោមលេសថាត្រូវការពិនិត្យពួកគេក៏ត្រឡប់មកវិញពួកគេបានប្រាប់នាងថាកូននោះកើតមកមានជំងឺបេស្ដូងពីកំណើតហើយបានស្លាប់បាត់ទៅហើយរឿងនេះបានធ្វើឲ្យស្ត្រីអ្នកមាននោះបាក់ទឹកចិត្តទាំងស្រុងនាងមិនអាចទ្រាំនឹងការទឹកស្លាប់បានទេហើយខ្លាចជាដូចជាសាកសពរស់ចំពោះមូលហេតុដែលស្ត្រីអ្នកមាននោះប្រឆាំងនឹងគ្រួសាររបស់នាងមូលហេតុចម្បងគឺថាមនុស្សគ្រប់គ្នាក្នុងគ្រួសាររបស់នាងមានខ្សែស្រឡាយអថាកមាំងហើយស្ត្រីអ្នកមាននោះមានខ្សែស្រឡាយសុទ្ធបំផុតក្នុងចំណោមពួកគេដូច្នេះម្ដាយរបស់នាងចង់ការពារនាងមិនថានាងធ្វើអ្វីក៏ដោយម្ដាយរបស់នាងនឹងនៅក្បែរនាងជានិច្ចប៉ុន្តែថ្ងៃមួយពូរបស់ក្មេងស្រីនោះឲ្យចូលរួមនៅឯពិធីជប់លៀងស្ត្រីអ្នកមាននោះបានលងស្រឡាញ់បុរសវ័យក្មេងសង្ហាម្នាក់បុរសនេះបានធ្វើឲ្យនាងមានអារម្មណ៍ស្និទ្ធគ្មានដ៏មានពីមុនមកប៉ុន្តែនៅព្រឹកបន្ទាប់នៅពេលនាងភ្ញាក់ពីគេងនាងបានរកឃើញថាបុរសវ័យក្មេងនោះបានម្ដាយរបស់នាងសម្លាប់រឿងនេះបានធ្វើឲ្យនាងស្អប់ម្ដាយរបស់នាងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់មកពូរបស់ស្ត្រីអ្នកមាននោះក៏ស្រាប់តែប្រែប្រួលវាហាក់ដូចជាស្ត្រីដែលមានផ្ទៃមួយម្ដាយរបស់នាងដឹងថានាងមានផ្ទៃពោះកូននៅក្នុងពោះរបស់នាងគឺជាសត្វអាក្រក់ដូច្នេះគាត់ក៏បានឃុំឃាំងនាងក្មេងស្រីនោះបានសុំឲ្យឪពុករបស់នាងដែលជាបុជាចារ្យជួយសង្គ្រោះនាងប៉ុន្តែគាត់មិនដែលនឹកស្មានថាឪពុករបស់នាងនៅខាងម្ដាយរបស់នាងដូច្នេះដោយអស់សង្ឃឹមនាងក៏ឈរនៅលើយ៉ហើយត្រៀមខ្លួនបញ្ចប់ជីវិតរបស់នាងនឹកស្មានមិនដល់នាងត្រូវបានសង្គ្រោះដោយបេសាយនៅក្នុងសេកេចំពោះកូនរបស់នាងវិញវាមិនបានស្លាប់ទេផ្ទុយទៅវិញវាបានបញ្ជូនទៅឲ្យអ្នកដទៃដែលសម្ងាត់ហើយដាក់ឈ្មោះថា Fielding ឆ្នាំជាច្រើនបានយ៉ាងលឿនខណៈដែលក្មេងស្រីនោះធំឡើងជាមនុស្សពេញវ័យនាងក៏ចាប់ផ្ដើមរកឃើញថានាងមានសមត្ថភាពពិសេសបន្ទាប់ពីម្ដាយចិញ្ចឹមរបស់នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក Fielding ដែលជាវេជ្ជបណ្ឌិតបានទៅសុំប្រធានរបស់នាងឲ្យម្ដាយរបស់នាងចូលរួមក្នុងកម្មវិធីស្រាវជ្រាវមហារីកចុងក្រោយរបស់មន្ទីរពេទ្យប៉ុន្តែប្រធាននោះបានព្យាយាមធ្វើឲ្យនាងអាម៉ាស់មុខដោយមានអារម្មណ៍ថាខឹងសម្បារយ៉ាងខ្លាំង Fielding បានសម្លឹងមើលគាត់ភ្លាមៗនោះនាងបានរកឃើញថានាងអាចមើលឃើញសរីរាង្គខាងក្នុងរបស់គាត់ហើយនៅក្រោមការសម្លឹងមើលរបស់នាងសរសៃឈាមមួយរបស់គាត់ពិតជាបានផ្ទុះឡើងនៅពេលដែលនាងដឹងខ្លួនវិញប្រធាននោះបានដួលស្លាប់នៅលើដីមូលហេតុនៃការស្លាប់គឺដោយសារតែការដាច់សរសៃឈាមអវតារឿងនេះធ្វើឲ្យ Fielding ភ័យខ្លាចយ៉ាងខ្លាំងនាងបានប្រាប់ម្ដាយចិញ្ចឹមរបស់នាងភ្លាមៗអំពីអ្វីដែលបានកើតឡើងនាងនិយាយថានាងមិនមែនជាលើកទី1ដែលវាបានកើតឡើងនោះទេនៅពេលដែលនាងនៅសាលាដែលរំនានាងផ្ដោតអារម្មណ៍នាងអាចមើលឃើញនៅខាងក្នុងខួរក្បាលរបស់មិត្តភ័ក្តិរបស់នាងនាងសង្ស័យថាមានអ្វីមួយមិនធម្មតាអំពីអត្តសញ្ញាណរបស់នាងនាងចង់រកឪពុកម្ដាយបង្កើតរបស់នាងហើយស្វែងរកការពិតប៉ុន្តែម្ដាយចិញ្ចឹមរបស់នាងថាវាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះនាងក៏បាននិយាយថាបន្ទាប់ពីការស៊ើបអង្កេតជាច្រើនឆ្នាំមកនាងមិនដែលរកឃើញព័ត៌មានណាមួយអំពីឪពុកម្ដាយបង្កើតរបស់ Fielding នោះទេទោះជាយ៉ាងណាក៏ដោយភ្លាមបន្ទាប់ពី Fielding ចាក់ចេញទៅម្ដាយចិញ្ចឹមរបស់នាងបានដកកាតអាជីវកម្មដ៏អធិកកម្មមួយចេញពីកាបូបរបស់នាងហើយបានទូរស័ព្ទទៅអ្នកដែលទទួលទូរស័ព្ទគឺស្ត្រីចំណានម្នាក់ទីតាំងដែលនាងនៅគឺច្បាស់ជាកម្មសិទ្ធិរបស់អង្គការសមានមួយម្ដាយចិញ្ចឹមរបស់ Fielding បានពន្យល់ពីរបៀបដែលកូនស្រីរបស់នាងអាចធ្វើបាបមនុស្សដែលប្រឆាំងរបស់នាងសង្ឃឹមថាអង្គការអាចបញ្ជូននរណាម្នាក់មកស៊ើបអង្កេតពី3ថ្ងៃក្រោយមកភ្នាក់ងារម្នាក់ឈ្មោះ Philip បានមកដល់កាត់ខាងក្រៅផ្ទះរបស់ Fielding គាត់មិនបានចូលទៅក្នុងទេទោះទៅវិញគាត់បានដោះស្រង់ដៃហើយប៉ះរបូរនៅខាងក្រៅផ្ទះរូបភាពចម្លែកមួយស្រាប់តែលេចឡើងនៅចំពោះមុខភ្នែករបស់គាត់ស្ត្រីម្នាក់ដែលស្លៀកពាក់ពណ៌ក្រហមបានព្យួរនៅលើដើមឈើហើយបុរសដែលបានលេចឡើងនៅក្បែរស្ត្រីមានទ្រព្យសម្បត្តិកែពីមុនកំពុងឈរនៅក្បែរនោះឈុតឆាកនេះធ្វើឲ្យ Philip ភ័យខ្លាចយ៉ាងខ្លាំងគាត់បានតាក់ទងម្ដាយចិញ្ចឹមរបស់ Fielding ភ្លាមប៉ុន្តែនាងមិនខ្ជិលខ្ជាយពេលវេលាហើយគ្រាន់តែសួរគាត់ថាពេលនេះ Fielding បានទៅរកក្រុមរ៉េវរ៉េមហារីកតែម្នាក់ឯងនាងបានណែនាំខ្លួនទៅកាន់វេជ្ជបណ្ឌិតដែលទទួលបន្ទុកគម្រោងនេះនឹកស្មានមិនដល់វេជ្ជបណ្ឌិតនោះបានមើលងាយនាងគាត់បានទាមទារថាប្រសិនបើនាងចង់បន្ថែមឈ្មោះម្ដាយរបស់នាងទៅក្នុងកម្មវិធីនាងត្រូវតែបដូរឈ្មោះរបស់នាងជាមុនសិនពីព្រោះឈ្មោះ Fielding ស្ដាប់ទៅធម្មតាពេករឿងនេះធ្វើឲ្យ Fielding ខឹងសម្បារយ៉ាងខ្លាំងនាងបានប្រាប់ម្ដាយចិញ្ចឹមរបស់នាងភ្លាមអំពីអ្វីៗទាំងអស់ប៉ុន្តែនៅពេលនោះម្ដាយចិញ្ចឹមរបស់នាងបានជោគសាយយ៉ាងខ្លាំងដោយសារជំងឺរបស់នាងពេលមើលស្ត្រីដែលជិតស្លាប់នោះ Fielding បានជ្រើសរើសមិនបាននិយាយអំពីសមត្ថភាពបរិសេធរបស់នាងទេ
Tôi tại Vĩnh, niềng bài ốp mà đại chân châm rồi bọn niềng dạng tăng ngân nè chùm ngay rộp bàn mai, sự trây nẹ miên đại pika ở chỉ trật từ sawat ban sva công về cho bên đất crusat mây, plien nợ bê đã quạt mà đo quạt ban mình chun kilin ở pathay ca đầm ở thái niệm ở tại Vĩnh, bên tọp mọc quạt ban áo từ chất chia sự trây nụ hai nê tha, về cho bên đất technocrop yang om pi crusat rồi sự trây nẹ miên. Quad ban do sai chim pikor boning da ptol pen te quad ban kat sum quad ha pedek sai tra ban da men away moy hat de che cha chim piklaini terlop mo ven moy fielding pen topi me da boning slap ning ban lek klum ne ein le to kadam da pip sok sai pen tane yup nu chup koran te plem ban da ning apnya knong se pip bang fielding ban khnya away moy na khang krai bang oi ve pet chit te pip nek ra ba brahmane ve ke chi beside da ban lek klun knong sa kar ba stray bek meng